រិត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមេកិត្តិយសលើកយកធននិមិត្តមកបង្ហាញគឺគណនាមុំយើងមើលត្រីកោណនេះមានមុំវាស្មើ40មុំនេះស្មើ9ហើយមុំនេះអត់ដឹងហើយមុំខាងក្រៅស្មើ70គេសួររកមុំពេដើម្បីរកមុំពេតើយើងដឹងមុំតូចនេះសិនដើម្បីដឹងមុំតូចនេះបានយើងនឹងរកដេញបន្តអញ្ចឹងមុំនេះនិងមុំនេះប៉ុនគ្នាជាមុំទួលកំពូលមុំនេះនិងមុំនេះប៉ុនគ្នាជាមុំទួលកំពូលអញ្ចឹងរកមុំនេះមួយសិនបន្ទាប់មករកមុំនេះឃើញស្មើនឹងនេះមុំទួលកំពូលបន្ទាប់មកយើងរកមុំនេះមួយទៀតបាទអញ្ចឹងយើងលើកទាំងអស់គ្នាមុំ70ស្មើនឹងមុំ x ឧបមាថាមុំនេះមុំ x ហេតុអីបានស្មើគ្នាព្រោះវាជាមុំទល់កំពូលមុំឃើញ2ហើយអញ្ចឹងយើងអាចរកមុំនេះឃើញទេឃើញផលបូកមុំទាំង3នេះស្មើ180គឺផលបូកមុំក្នុងត្រីកោណអញ្ចឹងមុំ40បូកមុំ x បូកមុំ y ស្មើ180អញ្ចឹងនាំឲ្យមុំ y ស្មើ180ដកឲ្យមុំ2នេះចេញមុំ y ស្មើ180ដកឲ្យមុំ2ខាងមុខនេះមុំ40បូកនឹងមុំ x យើងរកឃើញមិញមែនមុំ x ស្មើ70 40បូក70 40បូក70ស្មើ110 180ដក110គឺស្មើ70ដូច្នេះមុំ y នេះស្មើ70មុំ y នេះវាស្មើនឹងមុំ z ស្មើ70ព្រោះវាជាមុំទល់កំពូលមុំ7មុំ9អញ្ចឹងយើងអាចរកមុំនេះឃើញទេ7បូក9 7បូក9ស្មើប៉ុន្មាន7បូក9យើងមើលមុំ m នេះមុំ m បូកមុំ z បូកមុំ9ស្មើ180ជាផលបូកមុំក្នុងរបស់ត្រីកោណអញ្ចឹងនាំឲ្យមុំ m ស្មើ180ដកឲ្យមុំ2នេះចេញគឺមុំ z បូកមុំ9មុំ z យើងឃើញ70មុំ9គឺ9 7បូក9 160 180ដក160ស្មើ20អញ្ចឹងមុំ m នេះស្មើ20អញ្ចឹងរកមុំពេឃើញទេឃើញមុំទាំងអស់នេះគឺ180 180ដក20 180ដក20សល់160អញ្ចឹងមុំពេស្មើ160ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា